សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងមកជួបគ្នាទៀតហើយចឹងសម្រាប់ធានបទថ្ងៃនេះគឺយើងចង់លើកឡើងទាក់ទងជាមួយនឹងរោគសញ្ញាដែលបញ្ជាក់ថាយើងមានជំងឺបេះដូងអញ្ចឹងណាចឹងរោគសញ្ញាទាំងអស់នេះយើងមិនគួរណាមើលរំលងនោះទេដោយសារតែភាគច្រើនជំងឺបេះដូងមិនរើសអើងថាអ្នកណាធាត់អ្នកណាស្គមទេអញ្ចឹងណាចឹងជាទូទៅបើសិនជាមានបញ្ហាសរសៃឈាមឬបញ្ហាបេះដូងមិនថាអ្នកទាំងអស់គ្នាស្គមឬក៏ធាត់ទេគឺចង់និយាយថាកើតបេះដូងទាំងអស់តែគ្នានឹងវារើសអើងនេះណាទាក់ទងជាមួយនឹងជំងឺបេះដូងអញ្ចឹងយើងមកស្វែងយល់ទាក់ទងជាមួយនឹងអាការៈនៃជំងឺបេះដូងទាំងអស់គ្នាអញ្ចឹងទាក់ទងជាមួយនឹងអាការៈនៃជំងឺបេះដូងគឺទី1ការឈឺទ្រូងឬណែនដើមទ្រូងណាអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាមានអាការៈថាណែនចុកកណ្ដាលដើមទ្រូងឬក៏ផ្នែកខាងឆ្វេងនៃដើមទ្រូងអានឹងគឺជាមូលហេតុនៃជំងឺបេះដូងដូចគ្នាណាអ្នកទាំងអស់គ្នាគួរតែតាមដានហើយឧស្សាហ៍អង្កេតមើលផងអញ្ចឹងណាដូចជាមានអារម្មណ៍ថាណែនទ្រូងដូចមានអ្វីសង្កត់លើដើមទ្រូងអញ្ចឹងណាណែនក្នុងទ្រូងហើយមួយទៀតការឈឺចាប់ផ្នែកខាងឆ្វេងនៃដើមទ្រូងណាអញ្ចឹងយើងបើសិនតែវាឧស្សាហ៍កើតឡើងអានឹងអ្នកទាំងអស់គ្នាគួរតែតាមដានមើលជៀសវាងការស្ដាយក្រោយនៅពេលខាងមុខដោយសារតែយើងគិតថាវាជារោគធម្មតាអញ្ចឹងណាអញ្ចឹងទាក់ទងជាមួយនឹងទី2អាការៈទី2នោះគឺហត់និងដកដង្ហើមខ្លីៗពេលខ្លះទាំងដែលយើងមិនបានធ្វើការងារធ្ងន់ផងយើងមានអារម្មណ៍ថាការដកដង្ហើមរបស់យើងហាក់ដូចជាស្ទើរតែមិនដល់គ្នាអញ្ចឹងណាមានអារម្មណ៍ថាថប់ណែនអញ្ចឹងអានឹងអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នប្រយែងហើយនឹងតាមដានផងការៈទី3នៃជំងឺបេះដូងដែលយើងគួរតែតាមដាននោះគឺការឈឺរាលដាលគ្រប់ផ្នែកផ្សេងនៃរាងកាយមានន័យថានៅពេលដែលសរសៃឈាមបុកឬក៏ស្ទះខ្លាំងអញ្ចឹងវានឹងធ្វើឲ្យរាងកាយរបស់យើងមានអារម្មណ៍ថាឈឺចាប់ស្ទើរតែគ្រប់រាងកាយណាអានឹងគឺជារោគសញ្ញាទី3ដែលយើងត្រូវតែតាមដានដូចគ្នាដែរឧទាហរណ៍ថាឈឺស្មាដើមដៃអីនឹងចុកអញ្ចឹងណាឬក៏ឈឺកដូចមានអារម្មណ៍ថាចឹងតឹងកឬក៏ស្គៀមយើងមានអារម្មណ៍ថាកៀងដូចជាចុកអាហ្នឹងគឺយើងគួរតែប្រយ័ត្នប្រយែងដែរហើយមានអារម្មណ៍ថាដូចវិលមុខអីចឹងណាចង់សន្លប់អីអាហ្នឹងក៏ទៅទិនជាមួយនឹងបញ្ហាបេះដូងដែរអញ្ចឹងអ្នកទាំងអស់គ្នាធ្វើយ៉ាងណាគួរតែតាមដានទាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះទី4រោគសញ្ញានៃជំងឺបេះដូងដូចគ្នាអញ្ចឹងទាក់ទងជាមួយនឹងការវិលមុខណាចឹងមិញទាក់ទងជាមួយនឹងបេះដូងមិញខ្ញុំរៀបរាប់ខាងលើមិញក៏វាមានទាក់ទងជាមួយនឹងការវិលមុខចូលរួមដែរឥឡូវទាក់ទងជាមួយនឹងការវិលមុខញឹកញាប់ណាចឹងចង់និយាយថាយើងមានអារម្មណ៍ថាឧស្សាហ៍ដូចចង់ថប់មានអារម្មណ៍ចង់វិលមុខអីចឹងណាអានឹងក៏ជារោគសញ្ញានៃជំងឺបេះដូងដែរថប់អីចង់ឲ្យមានអារម្មណ៍ថាចង់សន្លប់អីចឹងទី5រោគសញ្ញាទី5ដែលយើងគួរតែតាមដានដូចគ្នានោះគឺការហើមជើងឬប្រអប់ជើងអញ្ចឹងនៅពេលដែលបេះដូងមិនអាចចម្បាច់ឈាមទៅដល់គោលដៅដែលរាងកាយរបស់យើងត្រូវការគឺវានឹងធ្វើឲ្យឈាមរបស់យើងនឹងត្រូវរាំងស្ទះនៅទីតាំងណាមួយឧទាហរណ៍ថាជើងរបស់យើងវាអត់អាចបាញ់ឈាមទៅដល់ប្រអប់ជើងរបស់យើងគឺវាធ្វើឲ្យជើងរបស់យើងនឹងគឺចាប់ផ្ដើមហើមក៏មានដែរអញ្ចឹងណាចឹងអានឹងវាទាក់ទងជាមួយនឹងសរសៃវ៉ែនអាការៈទី6ទី6ចុងក្រោយគឺទាក់ទងជាមួយនឹងចង្វាក់បេះដូងលូតមិនទៀងទាត់ឧទាហរណ៍ថានៅសុកយើងអង្គុយបែរជាមានអារម្មណ៍ថាបេះដូងរបស់យើងលូតរៀងញាប់ពេលខ្លះយឺតពេលខ្លះញាប់អញ្ចឹងណាអានឹងក៏ជារោគសញ្ញានៃជំងឺបេះដូងដែរអញ្ចឹងអ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នហើយតាមដានឲ្យបានជាប្រចាំបើសិនជាករណីគិតថាយើងមានជំងឺបេះដូងអ្នកទាំងអស់គ្នាគួរតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីឲ្យខាងមន្ទីរពេទ្យជួយពិនិត្យនិងធ្វើការដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងណាអញ្ចឹងទាក់ទងជាមួយនឹងប្រធានបទយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងតាមដានរាល់បញ្ហាដែលខ្ញុំបានជម្រាបខាងលើអញ្ចឹងទាំង6ហ្នឹងអញ្ចឹងបេះដូងរបស់យើងគឺសំខាន់ហើយមួយទៀតបេះដូងអត់រើសថាយើងជាមនុស្សធាត់ឬក៏ស្គមទេណាតែច្រឡំថាខ្ញុំស្គមមិនមានជំងឺបេះដូងខ្ញុំក្មេងមិនមានជំងឺបេះដូងអត់ទេវាអត់រើសអើងទេហ្នឹងតែកើតគឺកើតដែរអញ្ចឹងអរគុណច្រើនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងនេះថ្ងៃហ្នឹងអរគុណជម្រាបលាបាយបាយ